បាទនេះជាទឹកទន្លេនៅក្នុងរដូវវស្សាខែ10ហើយទឹកនេះបានឡើងចេះជាបន្តទឹកទន្លេហើយបានពន្លិចស្រូវនឹងលិចខ្លះហើយនៅណាស្រូវខ្លៃលិចអស់ហើយបងប្អូនមើលចុះឃើញទឹកទន្លេនេះបងប្អូនហើយគ្មានឃើញស្រូវទេលិចអស់ហើយឆ្នាំ2025ទឹកទន្លេបានធំម្ដងហើយឃើញតែបក្រីទេបងប្អូនមើលទៅឃើញទឹកទន្លេគ្មានឃើញស្រូវទេបើលិចអស់ហើយនោះណោះលិចអស់ហើយហាញ់នៅខ្លះ